ព័ត៌មានពីតំបន់មុំបីបានឲ្យដឹងថាទីហ៊ានថៃបានលួចចូលមកបាញ់រះលើកងកម្លាំងយោធាកម្ពុជាដែលកំពុងឈរជើងប្រចាំការនៅតំបន់ព្រំដែនបណ្ដាលឲ្យយោធិនកម្